ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់មេរៀនថ្មី Unit 5 Short I មានដូចជា in ig it x in ik it x តោះឥឡូវយើងទៅប្រកបអានទាំងអស់គ្នា i និងណោះ in in pin ចូលខ្ទាស់នេះ pin in pin បាទនៅពេលដែលយើងចេះប្រកបគឺងាយស្រួលទេក្នុងការអានពាក្យភាសាអង់គ្លេសហើយឥឡូវយើងទៅរៀនអានពាក្យខាងក្រោមទាំងអស់គ្នា in pin in fin in bin in win សំឡេងបន្តទៀត i និង g ទៅជា ig សំឡេងខាងចុងគឺ ig ដូចជា f ik fig f ik fig v ik wig b ik big d ik dig តោះឥឡូវយើងមកប្រកបបន្តទៀត i និង th ទៅជា eat 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 pit និងសរ h នេះគឺសំឡេងវាគឺ អញ្ចឹង i និង ទៅជា x ថតដូចជាពាក្យ s x ទៅជា six eat pit eat heat s x six m x mix បាទឥឡូវយើងមកវឹកហាត់អាននៅក្នុង story ទាំងអស់គ្នាដែលមានចំណងជើងថា help បាទនេះទី1 help my fin is in a net help my fin is in a net I can rip it with this pin I can rip it with this pin I can hit thank you now I can win thank you now I can win បាទចំពោះមេរៀននេះផងដែរក៏ឈានចូលមកដល់ទីបញ្ចប់ហើយយើងនឹងជួបគ្នានៅមេរៀនបន្ទាប់